Okay អ្នកទាំងអស់គ្នាយើងចូលដល់ Unit 3 Unit 3របស់យើងរៀនអំពី Present Continuous Present Continuous តើការប្រើប្រាស់របស់វាបែបម៉េចតើយើងមើលទាំងអស់គ្នាណា I am doing I'm eating ណាខ្ញុំកំពុងញ៉ាំ She's eating She isn't reading ណាយើងមិនមែនណាកំពុងអានសៀវភៅទេ It's raining ណាកំពុងភ្លៀងThe sun isn't shining ណាដូចជាព្រះអាទិត្យអត់បើកថ្ងៃសោះ They're running ណាពួកគេកំពុងតែរត់ They aren't walking ណាពួកគេអត់ដើរធម្មតាទេពួកគេកំពុងរត់តែម្ដងណាតើអញ្ចឹង the present continuous is am is are បូកជាមួយនឹងណា do ing ឬក៏ verb ing eating running writing ឬក៏មានផ្សេងៗទៀតណាចឹងបូកជាមួយនឹង to be ណា verb ដែលយើងហើយយើងណាពិសេសរបស់យើងគឺចំណុចពិសេសរបស់យើងគឺបូកមួយ ing ណាមួយ ing verb ing ណា verb ing ចឹង do នឹងក៏ជាកិរិយាសព្ទ it នឹងក៏ជាកិរិយាសព្ទ run នឹងក៏ជាកិរិយាសព្ទដែរណា write ក៏ជាកិរិយាសព្ទចឹងយើងបូកជាមួយនឹង ing I am not បើសិនជាបដិសេធណាបើយើងអត់បដិសេធទេ I am ណា I am ឬក៏ I'm not he is not ណា he is she is it is បើសិនជាចង់បដិសេធដាក់ not មកហើយទាំងអស់គ្នាណាយើងមើលកន្លែងនេះគ្រប់ទាំងប្រធានទាំងណា to be ទាំងអស់បន្ទាប់ពីប្រធានបូកមួយ to be បូកជាមួយនឹងកិរិយាសព្ទ ing ណាគ្រប់ទាំងអស់ we are ណាដាក់អីមក ing ណា you are ឬក៏ you are not នៅតែដាក់ not ហើយដាក់ ing ទៅដែរណា they are ing I'm working I'm not working ណា I'm working I'm not watching TV អូខេខ្ញុំកំពុងតែធ្វើការមិនមែនណាកំពុងមើលទូរទស្សន៍ទេ Mary is reading a newspaper Maria កំពុងតែអានកាសែត She isn't eating ណានាងមិនមែនកំពុងញ៉ាំអាហារទេ She's not eating The bus is coming ណា bus កំពុងតែណាឡានក្រុងកំពុងតែមកហើយ We're having dinner យើងកំពុងតែញ៉ាំអាហារពេលល្ងាច You're not listening to me អ្នកអត់ស្ដាប់ខ្ញុំទេណាអ្នកអត់ស្ដាប់ You're not listening to me ណាការខឹងសោះអីចឹងណាហ្នឹងអ្នកអត់ស្ដាប់ខ្ញុំទេខ្ញុំបញ្យល់ណា You aren't listening ចឹងបញ្យល់កាត់ណាតម្រងកាត់ The children are doing their homework ចឹងក្មេងៗណាឬក៏កូនកំពុងតែធ្វើកិច្ចការផ្ទះរបស់ពួកគេណា their homework តោះ B ណាចំណុច B am is are ណា plus ing something is happening now ចឹងបើសិនយើងឃើញណាកិរិយាសព្ទឬក៏ទម្រង់ដែលមាន to be ណា subject បូកជាមួយនឹង to be ហើយបូកជាមួយ ing ចឹងមានន័យថារឿងនឹងកំពុងតែកើតឡើង something is happening now ណា I'm working ណាខ្ញុំកំពុងធ្វើការ she's wearing a hat ណាកំពុងតែពាក់មួកThey playing football ពួកគេកំពុងតែលេងបាល់ទាត់ I'm not watching TV ហើយខ្ញុំអត់កំពុងតែមើលទូរទស្សន៍ទេចឹង now យើងមើលពីស្ថានភាពនេះដាក់ now past ក៏មិនមែន future ក៏មិនមែនដែរចឹងអ្វីដែលគេកំពុងនិយាយនេះគឺ now ណាកំពុងតែកើតឡើងតើ please be quiet ណាសូមស្ងាត់ណា I'm working ណាខ្ញុំកំពុងតែធ្វើការ I'm working now ណា I'm working now looks There's Sarah មើលនោះ Sarah តា she's wearing a brown coat ណានាងពាក់អាវក្រៅណាអាវ coat ណាអាវគេហៅអាវអីនោះអាវស្មើជង្គង់ណា she's wearing it now ណាឥឡូវកំពុងណានាងកំពុងតែពាក់វាមានណាយើងមើលទៅគាត់ណាមើលទៅនាងកំពុងតែពាក់អាវណាអាវ coat ណាអាវវែងហ្នឹង The weather is nice ណាអាកាសធាតុគឺល្អណាស់ it's hot it's not raining ណាវាអត់ភ្លៀងទេ Where are the children ណាក្មេងៗនៅឯណាណាកូននៅណា They playing in the park ចឹងកូនកំពុងតែលេងនៅក្នុងសួននោះ On the phone ឥឡូវយើងមើលទៅនឹងការនិយាយលើទូរស័ព្ទ We're having dinner now ណាយើងកំពុងតែញ៉ាំអាហារពេលល្ងាចឥឡូវនេះ Can I call you later តើខ្ញុំអាច call ទៅអ្នកពេលក្រោយបានអត់ You can turn off the television អ្នកអាចបិទទូរទស្សន៍បាន I'm not watching it ណាខ្ញុំអត់កំពុងតែមើលវាទេណាខ្ញុំអត់មើលវាទេយើងអាចបិទចុះណាអញ្ចឹង come បើយើងមើលទៅក្នុងការប្រើប្រាស់ ing ណាប្រការ ing come យើងលុប e ចោលទៅដាក់ ing យកណា coming right តម្លាក់
e cho đấy writing dance dancing running យើងឃើញកន្លែងនេះណាមានអីសម្គាល់ពិសេសមួយនៅពេលដែលអ្នកទាំងអស់គ្នាឃើញស្រៈបូកជាមួយនឹងព្យញ្ជនៈអត់មាន e ណាចឹងយើងដាក់បវាហើយមានតែមួយសំឡេងទេណាមានតែមួយសំឡេងចឹងស្រៈណាស្រៈបូកជាមួយព្យញ្ជនៈអត់មានកតុយ e ដូចខាងលើទេណាចឹងយើងដាក់បវាមកណាដាក់បចាំដាក់ ing អូខេដូចថាដូច zip ចឹងអត់មាន e ណាចឹងស្រៈ I នេះជាស្រៈ t នេះជាconsonant ណាជាព្យញ្ជនៈចឹងយើងដាក់បវាបានដាក់ ing ណាយើងដាក់បវាសិនដោយសារតែវាមានបាំងជាមួយនឹងស្រៈអីដូចនៅខាងលើស្រៈ e ចឹងទេអូខេ swim ណា swim ដូចគ្នាដែរយើងមើលស្រៈ I នេះជាស្រៈ M ហ្នឹងគេព្យញ្ជនៈនេះជាព្យញ្ជនៈអញ្ចឹងយើងដាក់បលព្យញ្ជនៈសិនហើយដាក់ ing ណានេះគឺជាណាទម្រង់ដែលយើងត្រូវចងចាំគេមានប៉ុណ្ណឹង